ชีวิตខ្ញុំមិនដូចអ្នកណាកើតមកជាមួយទឹកភ្នែកនិងភាពក្រក់សត់ខ្ញុំកើតក្នុងគ្រួសារក្រីក្រនៅសម័យពិបាកដូចស្មោលអានកាមិនស្គាល់សុខមង្គលដូចគេមានតែទុក្ខលំបាកនៅក្នុងចិត្តរាល់ថ្ងៃពីកុមារខ្ញុំដើរលេងវាលស្រែដែលយូរទួយខ្ញុំដែលចោលសង្ឃឹមអាយុ6ឆ្នាំសុំម្ដាយទៅសាលាគ្មានខុសលៀត្រូវខ្ចីពីក្មួយប្រុសចង់មានថ្ងៃមួយជីវិតល្អជាងនេះខ្ញុំតស៊ូទោះជីវិតលំបាកយ៉ាងណាទឹកភ្នែកហូរក៏មិនដែលថយក្រោយសុបិនតូចក្នុងបេះដូងខ្ញុំចង់ផ្លាស់ប្ដូរជីវិតដោយកម្លាំងខ្លួនឯងខ្ញុំតស៊ូរហូតថ្ងៃនេះមកដល់ពីក្មេងក្រីក្រខ្លាចជាមនុស្សមានតម្លៃមិនភ្លេចអតីតកាលដែលធ្លាប់ឈឺចាប់វាជាកម្លាំងឲ្យខ្ញុំដើរទៅមុខចូលអនុវិទ្យាល័យខ្ញុំត្រូវរកលុយរៀនផងធ្វើការផងដើម្បីអនាគតឪពុកប្រាប់ឲ្យឈប់រៀនទៅស្រែជាមួយគាត់ដើម្បីរស់នៅខ្ញុំអង្វរគាត់ដោយទឹកភ្នែកសន្យាថានឹងមិនបោះបង់ការងារពេលទំនេរនឹងជួយគាត់គ្រប់យ៉ាងតែសូមឲ្យខ្ញុំបន្តក្តីសុបិនទៅវិទ្យាល័យគ្មានកង់ជិះទៅរស់ជាមួយបងស្រីធ្វើការជួយប្តីគាត់ឡើងថ្នោតរាល់ថ្ងៃជីវិតលំបាកតែខ្ញុំមិនភ័យទេខ្ញុំតស៊ូទោះផ្លូវវែងឆ្ងាយយ៉ាងណាបេះដូងខ្ញុំមិនដែលបងសូបតភាពក្រក់សត់មិនអាចឈ្នះខ្ញុំបានព្រោះខ្ញុំមានកម្លាំងក្នុងចិត្តថ្ងៃមួយខ្ញុំបានឃើញពន្លឺបានប្រឡងជាប់បាក់ឌុបដោយមោទនភាពបានរៀនសីលធម៌និងបួសក្នុងព្រះសាសនាបានសិក្សាភាសាអង់គ្លេសបន្តផ្លូវជីវិតចុងក្រោយក្តីសុខคล้ายជាការពិតខ្ញុំក្រោយក្តីសុខคล้ายជាការពិតខ្ញុំបានคล้ายជាគ្រូបង្រៀនម្នាក់ពីក្មេងក្រីក្រមិនមានអ្វីថ្ងៃនេះខ្ញុំមានអនាគតដោយខ្លួនឯងខ្ញុំតស៊ូរហូតឈ្នះជីវិតនេះពីអតីតកាលធ្វើឲ្យខ្ញុំរឹងមាំសូម្បីតែថ្ងៃមិញដែលធ្លាប់ឈឺចាប់ថ្ងៃនេះវាคล้ายជាកម្លាំងដ៏ធំខ្ញុំតស៊ូដើម្បីក្តីសុបិនខ្ញុំដើម្បីគ្រួសារនិងជីវិតថ្មីប្រវត្តិខ្ញុំមិនមែនសម្រាប់អាណិតប៉ុន្តែសម្រាប់បង្ថាខ្ញុំអាចឈ្នះបាន